បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឆែកកាមេរ៉ា07ហើយតែគាត់មានបញ្ហាឆេះញាក់ហើយនឹងជួនកាលឆេះជួនកាលអត់ឆេះអញ្ចឹងណាហើយមានបញ្ហាមួយទៀតវាទាក់ទងនឹងការឡើងកម្ដៅបាទហើយយើងឆែកមើលទៅឃើញថាវាមានបញ្ហាដង្ហល់មួយគ្រាប់ដែលវាអត់ដំណើរការយើងដូរមើលទៅដង្ហល់ហើយឥឡូវឆែកមើលតែគឺមើលអញ្ចឹងណាហើយដាក់ scan ដាក់អីឆែកមើលអីផ្សេងទៀតអញ្ចឹងឥឡូវកំពុងឲ្យឆែក scan ហើយវាមានបញ្ហាឆេះញាក់ដោយសារអីចឹងណាហ្នឹងហើយបងប្អូនបើសិនជាបងប្អូនជិះរថយន្តទាំងអស់បើសិនជាមានបញ្ហាលើផ្នែកប្រព័ន្ធភ្លើងប្រព័ន្ធអីបងប្អូនអាចតាក់ទងខាងខ្ញុំបានចឹងខ្ញុំមានសេវាជួសជុលធ្វើគ្រប់បែបយ៉ាងចឹងណាបងប្អូនបាទនេះយើងឆែកវាចៃមែនហ្នឹងយកទៅកាត់តែខ្ញុំអត់ឲ្យនេះយើងឆែកមើលឃើញថាម៉ាស៊ីនយើងមានបញ្ហាតាក់ទងមួយ cylinder លេខ1ហើយលេខ3អញ្ចឹងណាបាទតាក់ទងមួយម៉ាស៊ីនលេខ1លេខ3ហើយជាមួយយើងឡាយម៉ាស៊ីនហ្នឹងណាបាទយើងឡាយទៅឃើញថាវាជាប់តែវាជាប់នេះវាជាប់នៅក្នុងម៉ាស៊ីនលេខ1អញ្ចឹងណាចាំមើលដល់ហ្នឹងតម្ដងម៉ាស៊ីនវាអូតូវាឆេះមិនយើងឃើញច្បាស់ចឹងព្រោះឥឡូវវានៅឆេះ hybrid ចឹងណាដល់ពេលវាអូតូម៉ាស៊ីនឆេះបានយើងឃើញថាវាឆ្លងបានចឹងហ្នឹងហើយដល់ចាំមកពេលបងប្អូនចាំដល់ម៉ាស៊ីនវាឆេះសិនបាទឥឡូវវាម៉ាស៊ីនវាឆេះយើងឡាយមើលបាទអូឃើញថាវាឆ្លងច្រើនណាស់បាទនេះម៉ាស៊ីនលេខ1លេខ2